ត្រីឆ្លាមដែលមានអាយុជិត400ឆ្នាំនឹងឲ្យដល់គ្នានេះគឺជាត្រីឆ្លាម Greenland ដែលជាសត្វមួយក្នុងចំណោមសត្វទាំង4ដែលមានអាយុវែងបំផុតនៅលើពិភពលោកហើយរូបដែលអ្នកទាំងគ្នាបានឃើញនឹងគឺគាត់មានអាយុរហូតដល់406ឆ្នាំហើយដែលយើងហៅថាលោកតាត្រីឬក៏លោកតាទួតលោកតាលីអីក៏បានដែរហើយត្រីឆ្លាម Greenland មួយក្បាលនឹងត្រូវបានអ្នកវិទ្យាសាស្ត្របានប្រមាណថាគេមានកំណើតចាប់ពីឆ្នាំ1620មកម្លេះឬក៏អាចមានកំណើតមុននឹងបន្តិចបន្តួចក៏ថាបានដែររហូតមកដល់ឆ្នាំ2026យើងនេះគេមានអាយុសរុប406ឆ្នាំហើយអម្បូរត្រីឆ្លាម Greenland នេះផងដែរក៏ជាសត្វដែលបន្តពូជយឺតបំផុតផងដែរអាយុ150ឆ្នាំទៅពេញវ័យបន្តពូជនឹងហើយបងប្អូនយើងស្លាប់ពីរដងហើយទៅគេពេញវ័យបន្តពូជក្រៅពីបន្តពូជយឺតហើយក៏លូតលាស់យឺតផងដែរមួយឆ្នាំគេលូតលាស់បានត្រឹមតែ1សង់ទីម៉ែត្រតែក្រៅពីជាសត្វដែលមានអាយុវែងហើយក៏ជាសត្វដែលគួរឲ្យអាណិតផងដែរគេអាចមើលឃើញត្រឹមរយៈពេល100ទៅ200ឆ្នាំតែប៉ុណ្ណោះដោយសារតែជាសភាវៈដែលរស់នៅក្នុងទឹកជ្រៅអញ្ចឹងគេអាចរងការបែកបាក់អំពីប្រភេទប៉ារ៉ាស៊ីតជាច្រើនជាពិសេសគឺប្រភេទប៉ារ៉ាស៊ីតដែលស៊ីទៅលើទៅសាយកែវភ្នែករបស់គេដែលអាចធ្វើឲ្យគេបាត់បង់ទៅលើកំហើញឬក៏ការមើលឃើញនឹងឯងអាយុខ្ទង់តែ3ទៅ400ឆ្នាំគឺគេបាត់បង់ការមើលឃើញទាំងស្រុងតែម្ដងការរស់នៅក្នុងទឹកជ្រៅដ៏សែនងឹតនិងបាត់បង់សមត្ថភាពនៃការមើលឃើញអាចរកបានត្រឹមតែការស្វែងរកតាមក្លិននិងចលនារបស់សភាវៈដែលនៅជិតខ្លួនរបស់គេតែប៉ុណ្ណោះពេលខ្លះការដែលមានអាយុវែងពេកក៏មិនមែនជារឿងល្អផងដែរចុះអ្នកទាំងគ្នាមិនដែរចង់មានអាយុវែងដូចជាប្រភេទត្រីឆ្លាម Greenland នឹងអត់ខមមិននឹងក្រាបអ្នកមួយមកហើយកុំភ្លេច follow អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយបាយ